នៅក្នុងកូរីធានីអង្គរព្រះរាជវង្សអង្ក្រាមកំពុងជួបប្រទះនឹងភាពចលាចលព្រះរាជាឲ្យជ្រើសរើសអ្នកស្នងរាជបល្ល័ង្កដោយឲ្យមានការប្រកួតប្រជែងរវាងព្រះនាងអារិយាដែលជាកូនទីពីរនិងអង្គរសេនានុវង្សសូរីវីរៈដែលជាអ្នកចម្រើនកម្លាំងយោធាជាទីគោរពព្រះនាងអារិយាគឺជាស្ត្រីល្អិតល្អន់កុំឲ្យឃើញខ្លាំងតែមានវិធីវាហើយឥឡូវនេះនាងត្រូវប្រឈមមុខនឹងការប្រកួតប្រជែងដ៏គួរឲ្យខ្លាចសូរីវីរៈគឺជាមនុស្សមានបេះដូងប្រយុទ្ធតែក្នុងចិត្តវិញមានការស្រឡាញ់និងសេចក្តីគោរពចំពោះព្រះនាងអារិយាតែការប្រកួតប្រជែងនេះបង្ខំឲ្យគាត់សម្រេចថាតើគួរតែស៊ូដណ្ដើមឬគួររកវិធីដើម្បីឲ្យព្រះនាងមានឱកាសព្រះរាជាឲ្យមានការប្រកួតប្រជែង3ដំណាក់កាលដំណាក់កាលទី1ការប្រកួតបញ្ញាដំណាក់កាលទី2ការប្រកួតកម្លាំងដំណាក់កាលទី3ការប្រកួតនយោបាយនិងការទាក់ទាញចិត្តរាស្ត្រព្រះនាងអារិយាជាប់ឈ្មោះក្នុងដំណាក់កាលទី1ព្រោះនាងអាចដោះស្រាយបញ្ហាជាច្រើនជាមួយទ័ពនិងបង្ហាញពីការចេះដឹងរបស់នាងតែដំណាក់កាលទី2คล้ายជាការលំបាកព្រោះនាងមិនមានកម្លាំងដូចសូរីវីរៈសូរីវីរៈធ្វើខ្លួនដូចជាត្រូវប្រយុទ្ធយ៉ាងពេញទំហឹងតែក្នុងចិត្តគាត់បំភ្លេចមិនបានអំពីការស្រឡាញ់និងការជឿជាក់លើព្រះនាងអង្គរវង្សមិនមានតែពួកអង្គរសេនានុវង្សនិងព្រះនាងអារិយាទេមានសេនាបតីប៉ុន្មានអ្នកដែលស្វែងរកអំណាចដោយសម្ដែងអំពើក្បត់ពួកគេចង់បំផ្លាញទាំងសងខាងដើម្បីឲ្យខ្លួនបានរាជបល្ល័ង្កព្រះនាងអារិយាបានរកឃើញការស្កប់ស្កល់នេះដោយឃើញថាពួកអតិកំពុងបំផ្លាញសេនារបស់អង្គរនាងសម្រេចចិត្តឲ្យសូរីវីរៈដឹងហើយអ្នកទាំងពីរត្រូវរួមគ្នាប្រយុទ្ធនឹងសត្រូវក្នុងការប្រយុទ្ធចុងក្រោយព្រះនាងអារិយានិងសូរីវីរៈបានក្លាយជាមិត្តស្មោះគ្នាតែព្រះរាជាឲ្យពួកគេជ្រើសរើសថាតើនរណាស្នងរាជបល្ល័ង្កសូរីវីរៈសម្រេចចិត្តលះបង់បន្ទោរបង់ឱកាសខ្លួនឯងដើម្បីឲ្យព្រះនាងអារិយាបានឡើងកាន់រាជបល្ល័ង្កព្រះនាងអារិយាគប់ចិត្តបំផុតហើយសម្រេចចិត្តឲ្យសូរីវីរៈក្លាយជាសេនាធិការនិងទទួលបានអំណាចក្នុងការចងសម្ព័ន្ធសន្តិភាពក្នុងព្រះរាជាណាចក្រព្រះនាងអារិយាក្លាយជាស្ត្រីសិរីសោភាបញ្ជាកងទ័ពដោយមានសូរីវីរៈជាអ្នកជំនួយយ៉ាងណាមិញពួកគេមិនអាចស្រឡាញ់គ្នាបានព្រោះព្រះនាងត្រូវកាន់រាជបល្ល័ង្កតែម្នាក់ឯងដើម្បីបង្កើតសន្តិភាពចុងក្រោយពួកគេសន្យាទៅវិញទៅមកថាលើសេចក្តីស្រឡាញ់មិនត្រូវស្ថិតនៅក្នុងចំណងស្នេហាប៉ុន្តែអាចស្ថិតនៅក្នុងការសង្គ្រោះជាតិ